ប្រឹងរស់តែខ្លួនឯងប្រឹងរស់តែខ្លួនឯងលំបាកតែប្រឹងលំបាកតែសុខលំបាកតែមិនបោះបង់គ្មានការគ្រប់គ្រងទេប្រឹងដោយខ្លួនឯងត្រូវចងចាំមានតែកូនជោគជ័យទេមានតែកូនមានលុយទេទើបសម្ដីយើងមានតម្លៃដូច្នេះជីវិតមួយនេះទោះបីជាវាជួបការលំបាកទោះបីជាវាមានសម្ពាធប៉ុណ្ណាក៏ដោយតែត្រូវស៊ូខំពុះពៀទៅមុខជាដាច់ខាតនៅក្នុងជីវិតមួយនេះបើទោះបីជាដើរបណ្ដើរយំបណ្ដើរដើរបណ្ដើរខ្លាចបណ្ដើរក៏ត្រូវតែដើរដែរហើយនៅក្នុងដំណើរជីវិតមួយនេះយើងនឹងដើរម្នាក់ឯងនៅក្នុងផ្លូវដ៏វែងឆ្ងាយបើទោះបីជាពេលខ្លះយើងបាក់ទឹកចិត្តបើទោះបីជាពេលខ្លះយើងជួបសម្ពាធនិងជួបបញ្ហាជាច្រើននៅក្នុងជីវិតប៉ុន្តែវាមិនមែនជាពេលវេលាចុងក្រោយទេទៅមុខកូនមនុស្សដែលឯកាបំផុតគឺជាមនុស្សដែលមានទឹកចិត្តល្អបំផុតមនុស្សដែលលំបាកចិត្តបំផុតមនុស្សដែលជួបរឿងរ៉ាវឈឺចាប់នៅក្នុងជីវិតខ្លាំងបំផុតគឺជាមនុស្សដែលមានទឹកចិត្តល្អបំផុតដូច្នេះបើសិនជាមាននរណាម្នាក់ធ្វើរឿងល្អដាក់យើងអញញឹមដាក់យើងលើកលែងទោសអធិស្ឋានឲ្យយើងអរគុណគាត់ទៅហើយត្រូវចាំរឿងមួយថាបុគ្គលទាំងអស់នោះប្រហែលជាមិនសុទ្ធតែជួបរឿងល្អដូចអ្វីដែលយើងគិតនោះទេចូលបងប្អូនទាំងអស់គ្នាកុំប្រៀបធៀបជីវិតរបស់យើងជាមួយអ្នកដទៃដែលគេល្អជាងយើងគេមានលុយឡានឋានៈទូនាទីខ្ពង់ខ្ពស់ជាងយើងឲ្យសោះព្រោះបងប្អូនអត់ដឹងទេថាបុគ្គលម្នាក់ហ្នឹងមានរឿងអីខ្លះនៅខាងក្រោយខ្នងរបស់ជីវិតយើងជាកូនអ្នកស្រែជាកូនអ្នកក្រជាកូនអ្នកលំបាកជាកូនអ្នកកសិករអត់មានខ្សែអត់មានខ្នងយើងមិនអាចរៀនលេងមិនអាចធ្វើការលេងមិនអាចរកស៊ីលេងបានទេមានតែពាក្យថាស៊ូខំពុះពៀស្មោះត្រង់មានគុណធម៌គឺជាពាក្យដែលត្រូវតែដាំជាប់នៅក្នុងខួរក្បាលរបស់យើងជាប្រចាំនៅក្នុងជីវិតរបស់យើងក្នុងនាមជាអ្នកលំបាកជាអ្នកក្រនេះមានតែសមត្ថភាពទេទើបអាចជួយឲ្យយើងថ្កុំថ្កើងរុងរឿងឬមានឱកាសជាងអ្នកដទៃបើសិនជាយើងក្រហើយលំបាកហើយយើងអត់មានខ្សែរយៈហើយតែយើងមិនខំទៅទៀតយើងមិនស៊ូទៅទៀតសំណួរសួរថាតើយើងមានឱកាសដែរទេចម្លើយយើងមិនមានទេដូច្នេះហើយបងប្អូនទាំងអស់គ្នាខិតខំប្រឹងប្រែងក្នុងការរៀនសូត្រពុះពៀគ្រប់ឧបសគ្គសូមមានការតស៊ូជីវិតយើងវាលំបាកហើយប៉ុន្តែបើសិនជាយើងមិនខំមិនស៊ូទេថ្ងៃទៅមុខយើងរឹតតែ